ដែលកាត់ឆ្នាំរងនៅក្នុងខែសីហាខាងមុខនេះចាគឺមានធម្មពលផ្លាស់ប្ដូរវិជ្ជមានមួយចំនួនតកតងចំពោះការងារនិងការតំណាក់តំណងទោះជាយ៉ាងណាក៏ដោយបើសិនជាលោកអ្នកអត់ធ្មត់នឹងធ្វើការគិតឲ្យបានវែងឆ្ងាយអាចនឹងទទួលបានលទ្ធផលល្អជាជាងការដែលធ្វើការសម្រេចចិត្តលឿនពេកឬក៏បញ្ញាពេកចាចំពោះអ្នកដែលគាត់ធ្វើការគឺអាចទទួលបាននូវគម្រោងថ្មីឬក៏ទូនាទីដែលទាមទារនូវការទទួលខុសត្រូវខ្ពស់ពីលោកអ្នកចាសម្រាប់អ្នកដែលគាត់រកស៊ីឬក៏អាជីវកម្មអាចទទួលបាននូវដៃគូឬក៏តកតងអតិថិជនថ្មីចូលមកផងដែរចាសម្រាប់ឱកាសនេះផងដែរអ្នកដែលគាត់ដាក់ពាក្យការងារចាអាចទទួលបានដំណឹងល្អប៉ុន្តែគួរតែត្រៀមលក្ខណៈទុកជាមុនចាចំពោះហេរ៉ាមេថូគឺមានដំណើរចូលមកស្ថិរភាពជាងខែមុនចាប៉ុន្តែអាចមានការចំណាយមួយចំនួនតាក់ទងទៅលើគ្រួសារហើយនឹងការវិនិយោគតូចៗរបស់លោកអ្នកចាប៉ុន្តែគួរតែប្រុងប្រយ័ត្នការវិនិយោគណាដែលគេសន្យាថាចំណេញលឿនឬក៏ចំណេញខ្ពស់ចាគួរតែប្រុងប្រយ័ត្ននិងធ្វើការពិនិត្យឲ្យបានល្អិតល្អន់សិនណាចាសម្រាប់ស្នេហាវិញបងប្អូនដែលមានគូចាអាចនឹងទទួលបានភាពកក់ក្ដៅច្រើនជាងមុនប៉ុន្តែត្រូវចេះបើកចិត្តនិងស្ដាប់គ្នាទៅវិញទៅមកចាចំពោះអ្នកនៅលាវអាចទទួលបាននូវការជួបបុគ្គលថ្មីតាមរយៈការងារឬក៏មិត្តភ័ក្តិចាឬក៏ព្រឹត្តិការណ៍នៅក្នុងសង្គមជាដើមចាចំពោះសុខភាពចាគ្រាន់តែធ្វើការសម្រាប់បានគ្រប់គ្រាន់និងពិសាអាហារណាដែលមានធម៌ពលសម្រាប់លោកអ្នកហើយកុំទទួលការងារឲ្យច្រើនលើកម្លាំងចាអរគុណ